តោះអូខេជំរាបសួរបាទបងប្អូនបាទជួបគ្នាទៀតហើយក្នុងវីដេអូនេះគឺយើងមកធ្វើការរៀនកាត់សក់តម្រងស្ដើងបាទដែលជាសក់បែបលក្ខណៈតម្រងវែងកដាលឬក៏វែងរាងចំណាស់ណាបាទរបៀបកាត់គឺយើងប្រើក្រាស់យើងអាចឈូសបានទេអ្នកនរគ្នាដឹងហើយបើការឈូសគឺយើងឈូសតែគឺវានឹងចេញតម្រងផ្សេងណាដោយសារសក់ហ្នឹងគឺមានលក្ខណៈស្ដើងអញ្ចឹងហើយបើសិនជាយើងឈូសវាអាចនឹងអត់ចេញទ្រង់ទ្រាយល្អមើលទេវាចេញទៅទ្រង់ទ្រាយបែបលក្ខណៈឆើតវិញណាបើសិនជាជាងដៃថ្មីព្យាយាមមើលហើយនឹងអនុវត្តសម្រាប់អ្នកដែលមានតម្រងសក់ស្ដើងយើងអាចរៀនកាត់ឬក៏ប្រើក្រាស់ដើម្បីប្រដេញវាណាកុំឈូសវាបើសិនជាយើងឈូសវាអាចនឹងអត់ចេញតម្រងស្អាតទេបាទដៃថ្មីឃើញហើយគឺយើងប្រើក្រាស់កាត់វាដើម្បីដេញវាម្ដងតិចម្ដងតិចហើយយើងតែងស្មោលវាយកតែម្ដងណាបាទវីដេអូនេះជាវីដេអូមួយដែលadmin បានដកស្រង់ចេញពីប្រទេសចិនឃើញអត់បាទវាជាវិធីសាស្ត្រមួយក្នុងការប្រើក្រាស់ដើម្បីដេញវាឲ្យវាចេញតម្រងសក់ណាពុកម៉ែបងប្អូនបាទតែការបដិញបែបនេះក៏វាអត់សូវល្អដែរដោយសារជនជាតិគាត់លើក style បែបនេះខ្ពស់បន្តិចណាបើមិនជាយើងបដិញឲ្យវារាងស្មើបន្តិចមកចាំយើងលុបឲ្យវាចេញស្មោលសក់ខ្ញុំគិតថាសក់នឹងស្អាតប៉ុន្តែគាត់បដិញខាងក្រោយលើកឡើងខ្ពស់ឃើញអត់បាទយើងប្រើកត្រៃទៀតប៉ុន្តែបើសិនជាខ្ញុំវិញគឺខ្ញុំប្រើតិចនិចផ្សេងប៉ុន្តែគាត់ប្រើតិចនិចនៃការប្រើកត្រៃសាប់ដេញណាបាទប៉ុន្តែវាអត់អីទេវាជា style ជាងឬក៏តិចនិចជាងនីមួយៗណាបើសិនជាជាងមានតិចនិចផ្សេងជួយ comment ខាងក្រោមវីដេអូរបស់ admin ផងបើសិនជាខ្ញុំអាចនឹងប្រើការបដិញជាមួយនឹងក្រាស់នឹងឯងប៉ុន្តែយើងប្រើមកទឿដេញវិញណាខ្ញុំអត់ប្រើកត្រៃសាប់ទេយើងអាចប្រើមកទឿដើម្បីបដិញវាក៏បានដែរមកទឿនឹងក្រាស់មកយើងបដិញវាឲ្យវាមានលក្ខណៈស្មើលើស្មើក្រោមអញ្ចឹងណាដល់ពេលគាត់ប្រើបតិចកត្រៃសាប់អញ្ចឹងវានិយាយរួមទៅគឺវា style ម្នាក់ម្ដងទេឃើញអត់អានេះមិនថាខ្ញុំវិញខ្ញុំអាចនឹងបដិញជាមួយនឹងកត្រៃវិញបាទអូខេឥឡូវអត់មានអីទេតិចនិចល្អឬក៏អ្វីដែលល្អចាំយើងយកទៅអនុវត្តហើយអ្វីដែលយើងមើលទៅវាឆ្កងក៏យើងក៏បិទចោលវាទៅបាទជាវីដេអូមួយចែករំលែកទេអរគុណច្រើនជួបគ្នាវីដេអូក្រោយ